ក្នុង traumatic brain injury អ្នកដែលគាត់ប៉ះទង្គិចទៅលើខួរក្បាលគាត់បានធ្វើ scan ម្ដងរួចហើយលើកទី1ណាថាតើការធ្វើ scan លើកទី2ឬក៏លើកទី3ធ្វើនៅពេលណាអញ្ចឹងយើងមាន indication សម្រាប់ follow up brain CT scan របស់អ្នកជំងឺណាសួស្តីអ្នកទាំងអស់គ្នាក្នុង indication សម្រាប់ follow up brain CT scan មានថាធ្វើលើកទី2លើកទី3ហ្នឹងគឺគេបែងចែកជា2ទៀតមានថា follow up brain CT scan អត់បន្ទាន់ហើយនឹង follow up brain CT scan បន្ទាន់ណាចំពោះ follow up brain CT scan មិនបន្ទាន់ក៏ not urgent គេបែងចែកជា3ទៀតចំពោះ mild traumatic brain injury Glasgow 13-15អញ្ចឹងយើងអត់តម្រូវឲ្យ follow up CT scan ទេ moderate traumatic brain injury Glasgow 9-12ហ្នឹងយើងគួរតែធ្វើ follow up CT scan មកគាត់មុននឹងគាត់ចេញទៅផ្ទះណារីឯ severe traumatic brain injury ដែលថា Glasgow ខោម8ហ្នឹងណាយើងអាច follow up CT scan លើកទី2គាត់អាច24ម៉ោងដំបូងឬក៏អាចថ្ងៃទី3ឬក៏អាចថ្ងៃទី5ហើយ scan លើកទី3អាចចន្លោះពីថ្ងៃទី10ទៅថ្ងៃទី14ណាចំពោះ follow up brain CT scan បន្ទាន់អញ្ចឹងធ្វើលើកទី2ហើយបន្ទាន់ទៀតអញ្ចឹងយើងមាន4ចំណុចទី1ជំងឺនឹងក៏ធ្លាក់ Glasgow Coma Scale 2ឬក៏ច្រើនបន្ទុកណាឧទាហរណ៍ជំងឺចូលមក Glasgow Coma Scale 12ហើយ2ម៉ោងក្រោយគាត់ Glasgow Coma Scale របស់គាត់បានត្រឹមតែ10ទេឬក៏9ទេអញ្ចឹងគួរតែធ្វើ scan ឲ្យគាត់បន្ទាន់ឲ្យគាត់ណា2យើងមើលទៅលើ papillary asymmetry យើងមើលទៅលើបស័យភ្នែករបស់គាត់ណាអញ្ចឹងឧទាហរណ៍ចូលមកយើងបស័យភ្នែករបស់គាត់ទាំងសងខាង reactive to light bilateral ធម្មតាទេប៉ុន្តែដល់ពេល2ម៉ោងក្រោយឬក៏3ម៉ោងក្រោយយើងមើលព្យាភាពម្ដងទៀតឃើញ mydriasis មួយខាងអញ្ចឹងយើងគួរតែត្រូវធ្វើ scan ឲ្យគាត់ម្ដងទៀតហើយបន្ទាន់ណាទី3គាត់មានរោគសញ្ញាបកាច់ឬក៏ seizure អញ្ចឹងពេលចូលមកដំបូងអត់មានរោគសញ្ញាបកាច់ទេមកដល់យើង2-3ម៉ោងក្រោយឃើញមានបកាច់ seizure ហ្នឹងអញ្ចឹងអាចគិតថាប្រហែលជាមានឈាមនៅក្នុងខួរក្បាលឬក៏ឈាមរីកធំជាងហ្នឹងទី4អ្នកជំងឺគាត់ persistent vomiting អញ្ចឹងគាត់អាចក្អួតរហូតហើយក្អួតច្រើនដងអញ្ចឹងការក្អួត vomiting គឺសំខាន់មែនតើព្រោះវាអាចឲ្យកើនឡើង intracranial hypertension សម្ពាធទៅលើខួរក្បាលហើយវាអាចមកពីឈាមរីកធំជាងហ្នឹងអញ្ចឹងគួរតែធ្វើ scan បន្ទាន់ឲ្យគាត់ណា